បាទសូមអរគុណវាគ្មិនទាំងពីររូបដែលបានឆ្លៀតពេលមកមានញឹកនៅក្នុងការផ្ដល់ព័ត៌មានថ្មីៗក៏ដូចជាបញ្ជាក់ពីចំណុចសំខាន់មួយចំនួនពាក់ព័ន្ធទៅនឹងសកម្មភាពរបស់យោធាថៃជាពិសេសថៃតែម្ដងដែលធ្វើសកម្មភាពក៏ឃ្លឿនយ៉ាងកំរោលចូលមកឆ្លៀនពៀនដែនអធិបតេយ្យភាពរបស់កម្ពុជាសាជាថ្មីនៅក្នុងខែធ្នូនេះសួរទូទេសកជនដែលបានតាមដានទេសនាទៅលើការផ្សាយផ្ទាល់ពិសេសនេះផ្សាយពិសេសនេះដោយដែលសាធារណជនទូទេសកជនបានជ្រាបហើយមែនតើយើងមិនមានព័ត៌មានអីពិសេសផ្សេងពីសាធារណជនបានដឹងទេនៅអ្វីដែលដោយលោកពិធីករបានលើកអំបញ្ញមិញដែលថៃបានប្រព្រឹត្តយ៉ាងសាហាវឃោរឃៅមកលើកម្ពុជាយើងសូមរំលឹកបញ្ជាក់ថាថៃគាត់បានប្រកាសធ្វើសង្គ្រាមប្រកាសសង្គ្រាមណាពាក្យថាប្រកាសសង្គ្រាមជាឯកតោភាគីដោយនាយករដ្ឋមន្ត្រីថៃនិងប្រមុខដឹកនាំយោធាថៃហើយនាយករដ្ឋមន្ត្រីថៃខ្លួនឯងលោកអនុទីនឆានវរៈកុលនេះក៏បានប្រកាសអំពីការទាត់ចោលនៅសេចក្តីប្រកាសរួមទីក្រុងកាឡាឡំពួរស្តីអំពីសន្តិភាពដែលមានលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងលោកអាន់វ៉ាអ៊ីប្រាហ៊ីមប្រធានអាស៊ានបដូវវេននិងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានចុះហត្ថលេខាជាសាក្សីផងអញ្ចឹងលោកអនុទីននេះគាត់ច្រានចោលហ្នឹងអញ្ចឹងនេះគឺជាសង្គ្រាមដែលធ្វើជាឯកតោភាគីរបស់ភាគីថៃអានេះយើងសូមគូសបញ្ជាក់ឲ្យច្បាស់ណាហើយកម្ពុជាយើងថ្នាក់ដឹកនាំកម្ពុជាសម្ដេចតេជោហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតបានប្រកាន់ចំហច្បាស់ថាយើងប្រើសិទ្ធិក្នុងការទប់ទល់ការពារអធិបតេយ្យនិងការពារអាយុជីវិតប្រជាពលរដ្ឋផលប្រយោជន៍កម្ពុជាដូច្នេះកន្លែងនេះសាធារណជនយល់ឲ្យច្បាស់ថាយើងអត់មានប្រកាសសង្គ្រាមទេគឺយើងការពារប្រើសិទ្ធិការពារខ្លួនបាទការពារខ្លួនហើយយើងអត់មានច្រានចោលឬទាត់ចោលដោយអនុទីនឆានវរៈកុលនៅសេចក្តីប្រកាសរួមទីក្រុងកាឡាឡំពួរទេនោះជារឿងដោយឡែករបស់ថៃដែលក៏ឃ្លើនបំពេញទៅលើច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងនានាដែលថៃធ្លាប់ធ្វើអាហ្នឹងយើងមើលឃើញចឹងហើយចាប់តាំងពីប្រតិបត្តិការដូចជាចាប់ពីថ្ងៃទី7ធ្នូមកទល់ថ្ងៃនេះដូច្នេះថៃបានចាប់ផ្ដើមប្រកាសជាឯកតោភាគីនៅសង្គ្រាមប្រកាសទាត់ចោលនៅសេចក្តីប្រកាសរួមហើយចាប់ផ្ដើមវាយប្រហារធនធ្ងន់តែម្ដងរហូតទៅដល់ព្រំដែនទាំង800ជាង800គីឡូម៉ែត្រមកលើកម្ពុជាហើយកម្ពុជាទៅតែតបតក្រោយ24ម៉ោងអញ្ចឹងច្បាស់ណាស់ថាកម្ពុជាអត់បានកន្លែងនេះខ្ញុំលើកន្លែងនេះគឺចង់គូសរំលេចថាថៃជាអ្នកប្រតិបត្តិការវាយសន្ធប់មកកម្ពុជា24ម៉ោងមុនកម្ពុជាទប់ទល់ចេញទប់ទល់ក្រោយ24ម៉ោងក្រោយហើយទប់ទល់នៅក្នុងដែនអធិបតេយ្យកម្ពុជាសុទ្ធសាធអត់មានឈានជើងចូលទឹកដីថៃទេគឺទឹកដីកម្ពុជាដែលស្របទៅតាមសន្ធិសញ្ញាបារាំងសៀមស្របទៅតាមផែនទីអមសន្ធិសញ្ញាបារាំងសៀមកន្លែងហ្នឹងសូមឲ្យច្បាស់ណាព្រោះថាបើមិនច្បាស់ទេថៃវាយកទៅវែកញែកថាយើងនឹងឈ្លានពានថៃទៅវិញព្រោះយើងអត់បានឈ្លានពានទេព្រោះយើងបានប្រកាសថាយើងទប់ទល់ណែងចូលមកឈ្លានពានកម្ពុជាដោយប្រើផែនទីឯកតោភាគីឥឡូវយើងដឹងហើយយើងបានឃើញវីដេអូយើងបានឃើញរូបភាពចូលនៅបឹងតគួនចូលនៅខេត្តពោធិ៍សាត់ចូលនៅតំបន់ផ្សេងទៀតសិតតែស្ថិតក្នុងដែនអធិបតេយ្យកម្ពុជាអញ្ចឹងកន្លែងនេះពិធីករសួរថាចង់បានអីគឺបើយើងមើលអ្វីដែលរូបភាពថៃចូលក្នុងដែនអធិបតេយ្យកម្ពុជានេះគឺឈ្លានពានកម្ពុជាតែម្ដងគឺការឈ្លានពានទឹកដីកម្ពុជាដោយត្រង់ដោយចំពោះមិនខ្លាចរអាច្បាប់អន្តរជាតិមិនខ្លាចរអាសហគមន៍អន្តរជាតិបើយើងមើលពិនិត្យមើលអាស៊ានទៅវិញគឺអាស៊ាននេះវាខ្ទេចខ្ទាំបាត់រួចស្រេចបាត់ទៅហើយពីព្រោះអាស៊ានយើងនិយាយពីចក្ខុវិស័យរួមជោគវាសនារួមស្អីឥឡូវអាស៊ានមួយបានឈ្លានពានប្រទេសអាស៊ានមួយទៀតឈ្លានពានខ្ញុំថាឈ្លានពានពីព្រោះចូលក្នុងដែនអធិបតេយ្យកម្ពុជាចូលយ៉ាងជ្រៅរាប់គីឡូម៉ែត្រអីនោះ1គីឡូ2គីឡូតាមដែលយើងមើលនៅបឹងតគួនអីអាចចូលទៅដល់ស្នាក់ការកយស្នាក់ការកយឯណាស្នាក់ការកយកម្ពុជាណាទៅអាចធ្វើនៅលើទឹកដីថៃបានយើងគិតតែប៉ុណ្ណេះបានហើយបាទអញ្ចឹងកន្លែងនេះយើងហ៊ាននិយាយថាវាចូលឈ្លានពានអញ្ចឹងគឺ
អ្វីដែលថៃចង់បានគឺការឈ្លានពានដែលថៃតាំងចិត្តខ្លួនឯងដូចជាប្រទេសមួយចំនួននៅមជ្ឈមបូព៌ាដែលធ្វើសង្គ្រាមចូលទៅតំបន់ទីហៅថាតំបន់កាសានិងតំបន់មួយចំនួននៃប្រទេសដែនដីប៉ាឡេស្ទីនជាដើមនេះគាត់កំពុងតែតាំងខ្លួនដូចជាប្រទេសមួយនៅមជ្ឈមបូព៌ាហ្នឹងគាត់តាំងខ្លួនថាគាត់អ្នកខ្លាំងនៅអាស៊ីអាគ្នេយ៍របៀបហ្នឹងតែច្រឡំហើយតំបន់ភូមិសាស្ត្រនយោបាយផ្សេងគ្នាมันអាចដាច់ខាតហើយការនេះគឺគាត់បានប្រមាថមិនត្រឹមតែប្រមាថកម្ពុជាទេគឺប្រមាថសហរដ្ឋអាមេរិកដោយត្រង់តែម្ដងនេះជាអ្វីដែលខ្ញុំកត់សម្គាល់បាទអញ្ចឹងហើយថៃมันអាចតាំងខ្លួនជាប្រទេសដែលធំជាងគេច្បងគេខ្លាំងជាងគេនៅអាស៊ីអាគ្នេយ៍នេះទេហើយជាក់ស្ដែងថ្ងៃរាល់ថ្ងៃនេះគឺយើងទប់ទល់បានតាមដែលយើងមើលបច្ចុប្បន្នភាពនេះគឺយើងទប់ទល់បានយើងអត់បានទៅច្បាំងដដើមយកដីថៃបានទេប៉ុន្តែយើងទប់ទល់បាននៅដែនអធិបតេយ្យរបស់កម្ពុជាត្រឹមសន្ធិសញ្ញាបារាំងសៀមខ្ញុំនិយាយបញ្ជាក់ទៀតគឺសន្ធិសញ្ញាបារាំងសៀមនៅកន្លែងណាគឺយើងទប់ទល់បានកន្លែងហ្នឹងឧទាហរណ៍ថាមានអ្នកខ្លះលើកឡើងថាយើងច្បាំងបានកន្លែងនេះកន្លែងនោះអីអញ្ចឹងឧទាហរណ៍ថាគាត់និយាយពីភ្នំទ្រាបគាត់និយាយអំពីផ្ទះក្រហមគាត់និយាយអំពីចំណុច500អីច្បាំងបានហើយអត់ប្រើពាក្យច្បាំងបានអាហ្នឹងទឹកដីយើងគឺយើងទៅឈរជើងនៅទឹកដីយើងត្រឹមត្រូវរបស់យើងការពារយើងអត់ទៅច្បាំងបានទេបើច្បាំងបានមានយើងទៅយកទឹកដីថៃអត់ទេទឹកដីយើងតែអាហ្នឹងអញ្ចឹងច្បាំងការពារបានទឹកដីរបស់យើងអញ្ចឹងនេះជារឿងត្រឹមត្រូវបាទជារឿងត្រឹមត្រូវសូមសាធារណជនឲ្យយល់ពាក្យកលឹះមួយបាទអត់មានច្បាំងបានទេយើងការពារបានទឹកដីយើងត្រឹមត្រូវរបស់យើងតែដោយឡែកគ្រាន់តែទឹកដីមួយចំនួនហ្នឹងពីមុនមកថៃវាចូលមកកាន់កាប់កោះច្បាប់អញ្ចឹងយើងទៅកាន់កាប់វិញជារឿងត្រឹមត្រូវរបស់យើងអត់មានទៅដើមទឹកដីណាទេបាទខ្ញុំសូមប៉ុណ្ណេះសិនបាទសូមអរគុណលោកបណ្ឌិតយ៉ងពៅដែលបានរំលឹកពីចរិតរបស់ថៃហេតុអីបានជាឈ្លានពាននៅពេលសម័យកាលនេះហើយទាំងអស់នេះសង្ឃឹមថាទស្សនិកជនអាចជ្រាបទៅលើចំណុចសំខាន់មួយចំនួនជាពិសេសពាក្យកន្លឹះដែលលោកបណ្ឌិតបានលើកឡើងថាកម្ពុជារបស់យើងមិនបានចូលទៅវាយថៃមុនទេគឺយើងអត់ធ្មត់លឹះ24ម៉ោងដែលរាជរដ្ឋាភិបាលកម្ពុជាបានអត់ធ្មត់មែនទែនទោះបីជាថៃព្យាយាមរុកគួនបាទទម្លាក់ក្របបែកតាមយន្តហោះ F16 ឬមួយក៏ប្រើសភាវុធធនធ្ងន់គ្រប់ប្រភេទវាយមកលើកងកម្លាំងក៏ដូចជាភូមិកររបស់ពលរដ្ឋក៏ដោយប៉ុន្តែកម្ពុជារបស់យើងមិនបានឆ្លើយតបទេមុនពេល24ម៉ោងលើសពី24ម៉ោងថៃកាន់តែរុកចូលមកលើដែនអធិបតេយ្យភាពកម្ពុជាទើបកម្ពុជាតាមរយៈការដឹកនាំរបស់សម្ដេចតេជោនិងសម្ដេចធិបតីបានអនុវត្តការតទល់ទៅវិញបាទដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនកម្ពុជាតែម្ដងសូមជូនសំណួរទៅលោកបណ្ឌិតកិនភៀម្ដងពាក់ព័ន្ធទៅនឹងការចូលវាយលុកកម្ពុជារបស់ថៃឈ្លានពានរបស់ថៃនេះមានមតិជាច្រើនដែលលើកឡើងថាតើថៃអាចមកពីបញ្ហានយោបាយផ្ទៃក្នុងទី1គឺអាម៉ាស់តាក់ទងទៅនឹងការរឿងទឹកជំនន់ដែលប្រជាពលរដ្ឋស្លាប់ជិត300នាក់នៅខេត្តភៀកខាងត្បូងមិនបានដោះស្រាយដើម្បីយកមកលុបលាងកំហុសរបស់ខ្លួនទី2ការរៀបចំស៊ីហ្គេមបរាជ័យទី3ពាក់ព័ន្ធនឹងនយោបាយផ្ទៃក្នុងទី4ពាក់ព័ន្ធទៅនឹងការចិត្តរំលាយគណៈបកបាទដែលនៅក្នុងដាច់ខែធ្នូនេះនឹងមានការបោះឆ្នោតដើម្បីទាញប្រជាប្រិយភាពមានច្រើនជាងទៀតដូចជាការចង់បង្ហាញអំណាចយោធារបស់ខ្លួនអីជាដើមប៉ុន្តែសម្រាប់លោកបណ្ឌិតមើលឃើញយ៉ាងម៉េចដែរតើវាជាផែនការរៀបចំទុកមុនទេដែលចូលមកឈ្លានពានកម្ពុជានេះគណៈពេលដែលមុននឹងចូលមកឈ្លានពានកម្ពុជានេះគឺនាយករដ្ឋមន្ត្រីថៃក្តីបាទមេកងទ័ពថៃក្តីហ្នឹងគឺបានប្រកាសជាផែនការតែម្ដងជាពិសេសឲ្យជំនះប្រជាជនខ្លួនចេញពីក្នុងតំបន់ជាប់ព្រំដែនកម្ពុជាតែម្ដងមុនពេលច្បាំងគ្នាសម្រាប់លោកបណ្ឌិតមើលឃើញថាតើជាផែនការយ៉ាងម៉េចនៅក្នុងការឈ្លានពានរបស់ថៃហ្នឹងបាទអរគុណបាទសូមជម្រាបសួរទូទស្សនិកជនដែលកំពុងតាមដានការផ្សាយទូទស្សន៍ BTV នៅពេលនេះបាទអ្វីដែលប្អូនពិធីករបានលើកក៏ជាផ្នែកមួយនៃចម្លើយសម្រាប់សំណួរហ្នឹងរួចទៅហើយគឺថាទី1អ្វីដែលខ្ញុំចង់សង្កត់ធ្ងន់ពីព្រោះការឈ្លានពានការបើកប្រវត្តិការឈ្លានពានរបស់ថៃមកលើទឹកដីមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជារបស់យើងនេះគឺមិនមែនជាលើកទី1ទេ
គឺផ្អែកតាមប្រវត្តិសាស្ត្រគឺថៃតែងតែឈ្លានពានតែងតែលើកតបមកໄວដណ្ដើមយកទឹកដីប្រទេសកម្ពុជាយើងរាប់សតវត្សមកហើយការវាយដណ្ដើមកាន់កាប់ទឹកដីនៅពេលនេះទៀតគឺជាអំពើឈ្លានពានដងងើលគឺជាអំពើឈ្លានពានខុសច្បាប់ដែលទី1គឺគោលបំណងធំទី1របស់ថៃគឺខ្ញុំនៅតែនិយាយដដែលហើយលោកដិតយងពៅក៏តែងតែលើកជាហោហែដែរគឺថៃចង់បានទឹកដីខ្មែរចង់លេបតបាក់ទឹកដីខ្មែរពីព្រោះក្នុងការគិតក្នុងផ្នែកគំនិតនៅក្នុងប្រព័ន្ធអប់រំរបស់ថៃនៅតែអប់រំកូនចៅថៃនឹងថាទឹកដីមួយផ្នែកដែលជាទឹកដីរបស់កម្ពុជាបច្ចុប្បន្ននេះគឺជាទឹកដីរបស់ខ្លួនម្ល៉េះហើយជាតិសាសន៍ថៃមួយនេះចិញ្ចឹមចិត្តគឺចង់បានទឹកដីខ្មែរបន្តទៀតអាហ្នឹងគឺរឿងមួយសំខាន់ជារបៀបវរៈនយោបាយតពូជតជំនាន់របស់ពូជសៀមនឹងតែម្ដងដែលចង់បានទឹកដីខ្មែរហើយក្រៅពីហ្នឹងរឿងនយោបាយផ្ទៃក្នុងរឿងដោះស្រាយមិនបានល្អរឿងទឹកជំនន់រឿងការជិតរំលាយគណៈបកកាន់អំណាចរំលាយសភាដើម្បីបោះឆ្នោតសារជាថ្មីនេះក៏ជាមូលហេតុក៏ជាកត្តាជំរុញធ្វើឲ្យសង្គ្រាមនឹងវាកាន់តែផ្ទុះឡើងវាកាន់តែមានធម្មមានរូបក្នុងការធ្វើសង្គ្រាមក៏ប៉ុន្តែធម្មមានរូបសម្រាប់តែសង្គមថៃសម្រាប់តែអ្នកជាតិនិយមថៃសម្រាប់តែពួកជ្រុលនិយមថៃទេក៏ប៉ុន្តែជាទស្សនវិជ្ជាផ្លូវច្បាប់សង្គ្រាមប្រកាសជាឯកតោរបស់ភាគីថៃនេះគឺជាសង្គ្រាមឈ្លានពានគឺជាសង្គ្រាមខុសច្បាប់អន្តរជាតិផ្ទុយទៅនឹងធម្មនុញ្ញអង្គការសហប្រជាជាតិផ្ទុយទៅនឹងធម្មនុញ្ញរបស់អាស៊ានហើយវាផ្ទុយទាំងស្រុងទៅនឹងភាពជាអ្នកជិតខាងល្អរវាងព្រះរាជាណាចក្រក្បែរខាងគ្នាពីរនេះដែលមានប្រវត្តិសាស្ត្រមកយូរលង់ហើយដែលជាប្រទេសដែលកាន់ព្រះពុទ្ធសាសនាដូចគ្នាមានវប្បធម៌ទំនៀមទម្លាប់ប្រពៃណីប្រហាក់ប្រហែលគ្នាវាអត់ត្រូវឆ្លោះគ្នាទេក៏ប៉ុន្តែមហិច្ឆតាតជំនាន់របស់ដូនតាថៃរបស់មនុស្សថៃជំនាន់នេះនិងមនុស្សថៃអាចតែជំនាន់ក្រោយទៀតដោយសារតែការអប់រំរបស់សង្គមថៃនេះគឺរុញឲ្យពួកនឹងជាតិនិយមគឺដេកសម័យតែចង់បានទឹកដីពីប្រទេសជិតខាងដោយដែលលោកអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីគឺលោកមហាធិមហាម៉ាត់ថាអាជាតិសាសន៍ថៃនេះគឺអារម្មណ៍វាមិនស្ងប់វាដេកមិនលក់វាចេះតែសម័យថាទឹកដីប្រទេសជិតខាងហ្នឹងគឺជាទឹកដីរបស់ខ្លួនហើយចេះតែចង់ឈ្លានពានអាហ្នឹងគឺជាអ្វីមួយដែលបានបណ្ដុះនៅក្នុងផ្នត់គំនិតរបស់មនុស្សថៃតជំនាន់ហើយចំណុចសំខាន់មួយទៀតសង្គ្រាមនេះក្រៅតែពីការចង់បានដណ្ដើមទឹកដីប្រទេសកម្ពុជាក្រៅតែពីការផ្ទេរចំនួនផ្ទៃក្នុងរបស់ថៃមកកាន់ព្រំដែនក្រៅតែពីការគេហៅថាបិទបាំងនៅភាពកំសោយរបស់រដ្ឋាភិបាលថៃរបស់ថ្នាក់ដឹកនាំថៃរបស់ពួកយោធាថៃគឺថៃមានចេតនាមួយទៀតបន្តិចបង្អាក់ចរន្តនៃការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជានៅពេលដែលប្រទេសកម្ពុជាមានការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើនការទូតមានភាពដែលគេហៅថាផ្កាចម្រុះពណ៌គឺមានមិត្តភ័ក្តិច្រើននៅដែលគេហៅថាមិត្តភ័ក្តិដៃគូច្រើនអន្តរជាតិដែលជាដៃគូនឹងកាន់តែច្រើនមនុស្សខ្មែរកាន់តែខ្លាំងគឺថៃនេះចាប់ផ្ដើមភ័យបារម្ភខ្លាចភាពខ្លាំងរបស់នៃខ្មែរនេះអាចនឹងបង្កលក្ខណៈឲ្យខ្មែរកាន់តែមានឥទ្ធិពលអាចនឹងគិតទៅដល់ទឹកដីដែលបានបាត់បង់ពីអតីតកាលឡើងវិញហើយអាចនឹងធ្វើឲ្យមនុស្សខ្មែរដែលពីមុនធ្លាប់តែជាមនុស្សខ្មែរដូចជាខ្មែរនៅសរិនខ្មែរនៅស៊ីសកេតខ្មែរនៅបរិយរ៉ាំខ្មែរនៅខេត្តត្រាចគឺខ្មែរដែលជាង30ខេត្តដែលជាអតីតមនុស្សខ្មែរជាតិសាសន៍ខ្មែរសួរថានៅស្រុកខ្មែរមានអ្នកនិយាយថៃនៅក្នុងទឹកដីខ្មែរទេអត់មានទេប៉ុន្តែខ្មែរនិយាយខ្មែរនៅក្នុងទឹកដីថៃដែលថៃបានប្លន់យកពីប្រទេសខ្មែរអញ្ចឹងអាពួកថៃនេះវាភ័យដែរអញ្ចឹងហើយបានគឺវាបារម្ភខ្លាចយើងរីកចម្រើនខ្លាចខ្មែរយើងខ្លាំងជាងវាខ្លាចមនុស្សខ្មែរខ្លាំងជាងវាម្ល៉េះហើយវាធ្វើសង្គ្រាមនេះក្រៅតែពីការចង់បានទឹកដីគឺចង់ឲ្យប្រទេសខ្មែរនឹងហិនហោចខ្លោចផ្សាលែងមានការអភិវឌ្ឍអញ្ចឹងយើងឃើញសង្គ្រាមនេះគឺវាសម្ដៅហេដ្ឋារចនាសម្ព័ន្ធ civil ហេដ្ឋារចនាសម្ព័ន្ធដែលជាសមិទ្ធផលនៃការអភិវឌ្ឍជាតិរបស់ប្រទេសយើងហើយយើងមើលមូលដ្ឋាន civil ការទម្លាក់នៅភូមិកររបស់អ្នកស្រុកដោយប្អូនពិធីករបានលើកអំបញ្ញមិញហ្នឹងហើយវាមានផែនការចង់កំទេចស្ពានរបស់យើងចង់កំទេចលំនៅឋានបង្កលក្ខណៈធ្វើយ៉ាងណាឲ្យយើងខូចខាតឲ្យកាន់តែច្រើនតាមដែលអាចធ្វើបានហើយគោលដៅដែលវាទម្លាក់គោលដៅដែលវាវាយបហាយើងមើលគោលដៅយោធាតិចគឺវាមានគោលដៅ
ហេដ្ឋារចនាសម្ព័ន្ធដែលបម្រើដល់ការអភិវឌ្ឍឥឡូវទីហោដូចស្ពានមួយដែលវាក្រងស្ពានចេញពីពោធិ៍សាត់ទៅកោះកុងហ្នឹងគឺជាដង្ហើមសេដ្ឋកិច្ចសំខាន់មួយជាការតភ្ជាប់ដ៏សំខាន់មួយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធកម្ពុជាហើយវាទៅទម្លាក់ក្របបែកនៅម្ដុំភូមិជោគជ័យព្រៃចានអីសតតាកន្លែងដែលជាដង្ហើមសេដ្ឋកិច្ចពួកកន្លែងហ្នឹងគឺជាតំបន់ដែលបើយើងមែនទែនបើនៅពេលដែលប្រទេសទាំងពីរហ្នឹងมันមានសង្គ្រាមនឹងគ្នាគឺជាច្រកជារបៀងសេដ្ឋកិច្ចដ៏សំខាន់បាទជារបៀងសេដ្ឋកិច្ចដ៏សំខាន់ហើយវាចាប់យកចំណុចមួយទៀតចាប់ពីត្រាតពីខេត្តកោះកុងយើងឡើងមកពោធិ៍សាត់អញ្ចឹងអាហ្នឹងគឺជាច្រកសមុទ្រផងហើយជាច្រកផ្លូវគោកដ៏សំខាន់ដង្ហើមសេដ្ឋកិច្ចគេហៅថានៅភាគរាដីនៅភាគនៃតំបន់សមុទ្ររបស់ប្រទេសកម្ពុជាអញ្ចឹងយើងឃើញថាគំនិតពួកនេះគឺទុច្ចរិតខូខើព្រៃផ្សាយហើយពួកថៃជាតិសាសន៍ថៃនេះគឺមានគំនិតមួយចំណែនឈ្នានេះនឹងរដ្ឋដតីនឹងជាតិសាសន៍ដតីគឺផ្នត់គំនិតការអប់រំឲ្យមនុស្សហ្នឹងគឺចំណែនហ្មងយើងអាចឆ្លោះបញ្ចាំងអរិយាប័ត្រចិត្តគំនិតរបស់មនុស្សថៃតាមរយៈសិល្បៈរបស់ថៃយើងមើលខ្សែភាពយន្តថៃតិចណាស់ដែលអត់មានការចំណែនឈ្នានេះគ្នាអញ្ចឹងយើងត្រូវដឹងថាសិល្បៈវាឆ្លោះបញ្ចាំងពីសង្គមរបស់មនុស្សហ្នឹងដោយថាអក្សរសិល្ប៍ជាកញ្ចក់ឆ្លោះបញ្ចាំងតថភាពនៃសង្គមអក្សរសិល្ប៍បែបណាសង្គមបែបហ្នឹងអញ្ចឹងសង្គមថៃហ្នឹងគឺសង្គមមិនខុសពីខ្សែភាពយន្តថៃទេសង្គមដែលចូលចិត្តសម្ដែងដែលចូលចិត្តកលិចពុតបុតល្បិចកិច្ចកលសពបែបយ៉ាងទាំងអស់ហើយចំណែនឃើញយើងមានការរីកចម្រើនឥឡូវយើងលើកឧទាហរណ៍មួយអាភាពចំណែនរបស់វាគ្រាន់តែយើងធ្វើស៊ីហ្គេមបានល្អបងប្អូនយើងបងប្អូនទូទស្សនិកជនចាំឆ្នាំ2023ការរៀបចំស៊ីហ្គេមរបស់យើងលើកទី32នេះគឺអស្ចារ្យហើយខ្ញុំពេលហ្នឹងគឺខ្ញុំតាមដានខ្ញុំក៏រំភើបស្ទើរស្រក់ទឹកភ្នែកនៅពេលដែលភាពអស្ចារ្យដែលកើតឡើងនៅក្នុងទឹកដីដ៏អច្ឆរិយៈរបស់យើងណាក្រោមការដឹកនាំត្រឹមត្រូវរបស់រាជរដ្ឋាភិបាលរបស់យើងពេលនោះគឺសម្ដេចតេជោលោកជានាយករដ្ឋមន្ត្រីនិងមានសហការីឆ្នើមរបស់លោកទៀតរួមគ្នាបង្កើតនូវព្រឹត្តិការណ៍ជាតិជាប្រវត្តិសាស្ត្រមួយអស្ចារ្យហើយទទួលបានការគាំទ្រស្ងើចសរសើរពីគ្រប់មជ្ឈដ្ឋានជាតិនិងអន្តរជាតិទាំងអស់ហើយអ្វីដែលពិសេសមួយទៀតនោះគឺថាស៊ីហ្គេមនេះគឺ free ហ្មងគឺប្រតិភូកីឡាអន្តរជាតិអត្តពលិកអន្តរជាតិចូលមកប្រកួតនៅក្នុងប្រទេសកម្ពុជា free ការដឹកជញ្ជូន free ការស្នាក់នៅ free ការហូបចុកសពបែបយ៉ាង everything គឺ free សវត្តចូលលើ free ទៀតថៃធ្វើមិនបានទេពេលហ្នឹងគឺថៃចំណែនណាចំណែនរហូតដល់របៀបដែលយើងរៀបចំគឺអស្ចារ្យហើយវាចាប់ផ្ដើមនិយាយនៅពេលដែលវាធ្វើអត់បានវាថាអាស៊ីហ្គេមហ្នឹងគឺមិនមែនខ្មែរអ្នករៀបទេគឺចិនអ្នករៀបបន្តមកវាថាលុយចិនទេសម្ដេចតេជោហ៊ុនសែនបានបកស្រាយច្បាស់លាស់ហើយដូចខោកសៀមប្រមាណកញ្ញឲ្យវាភ្ញាក់ពីដេកអញ្ចឹងយើងឃើញថាវាចំណែនអញ្ចឹងចំណែនសពបែបយ៉ាងនៅពេលដែលឃើញសម្ដេចតេជោសម្ដេចធិបតីរបស់យើងលោកដឹកនាំស្វាហាប់មានចក្ខុវិស័យវែងឆ្ងាយហើយការធ្វើពិពិធកម្មការទូតរបស់យើងគឺថាស្រស់បំព្រងដោយផ្ការីកក្នុងសួនអញ្ចឹងម្ល៉េះហើយវាមានចិត្តចំណែនមួយទៀតបាទចំណែនមួយទៀតហើយចុងក្រោយនៅពេលដែលយើងមានតំណែងតំណងល្អល្អជាមួយទាំងចិនផងជាមួយទាំងសហរដ្ឋអាមេរិកផងគេចាប់ផ្ដើមរកវិធីមួយធ្វើម៉េចឲ្យខ្មែរហ្នឹងឲ្យកម្ពុជាយើងឆ្ងាយពីចិនបន្តិចឆ្ងាយពីអាមេរិកបន្តិចគឺថាព្យាយាមបង្កើតគម្លាតទំនុកចិត្តរវាងមហាយៈចិននិងខ្មែរយើងបង្កើតគម្លាតទំនុកចិត្តរវាងខ្មែរយើងជាមួយនឹងសហរដ្ឋអាមេរិកក៏ប៉ុន្តែនយោបាយការបរទេសឆ្លៀសវៃប្រកបនិយមជាក់ស្ដែងនិយមនិងភាពបត់បែនរស់រវើករបស់សម្ដេចធិបតីគឺថាយើងអាចរួមរស់ដោយសន្តិសហវិជ្ជមានជាមួយនឹងបណ្ដាមេដឹកនាំបណ្ដាប្រទេសទាំងអស់ទាំងដៃគូនៅក្នុងតំបន់ក៏ដូចជាពិភពលោកហើយជាមួយថៃនឹងយើងក៏គ្មានចេតនាទៅធ្វើសង្គ្រាមដែរដូចបណ្ឌិតយងពៅបានលើកម្បាញ់វិញអញ្ចឹងសង្គ្រាមនេះគឺជាសង្គ្រាមការពារការឈ្លានពានដោយសារតែគេឈ្លានពានយើងហើយយើងអត់ធ្មត់ណាព្រឹកមិញខ្ញុំបានសរសេរ status មួយនៅក្នុង Facebook ខ្ញុំថាវីរៈកងទ័ពរបស់យើងទទួលបទបញ្ជាឲ្យអត់ធ្មត់ហើយអត់ធ្មត់ទៀតរយៈពេល76ខែហើយគេប្រមាថការទៀនគេបង្ករឿងសពបែបយ៉ាងទាំងអស់បងប្អូនកងទ័ពរបស់យើងតឹងទ្រូងណាពីព្រោះភារកិច្ចរបស់កងទ័ពកាន់អាវុធនៅនឹងដៃលីកំភ្លើងនៅនឹងស្មាគឺថាបើការប្រមាថបើមានបទបញ្ជាគឺបាញ់ប៉ុន្តែយើងអត់ទ្រាំដោយសារតែថ្នាក់ដឹកនាំរបស់យើងថាឲ្យអត់ធ្មត់អ្វីដែលយើងចង់បានគឺការអនុវត្តនៅបទឈប់បាញ់និងការអនុវត្តនៅកិច្ចព្រមព្រៀងសន្តិភាពមួយឲ្យបានពេញលេញមានប្រសិទ្ធភាពនិងប្រកបដោយភាពស្មោះត្រង់អញ្ចឹងយើងប្រឹងកន្លែងហ្នឹងក៏ប៉ុន្តែអាភាគីម្ខាងទៀតវាអត់ធ្វើអញ្ចឹងបងប្អូនយើងគឺអត់ធ្មត់មែនទែននៅពេលដែលយើង
យើងទ្រាំហើយអំពើឈ្លានពានរបស់សត្រូវឈ្លានពានសៀមនេះវាហួសបន្តកំហមួយដែលយើងអត់ទ្រាំលេងបានអញ្ចឹងមានការបើកភ្លើងខៀវពីថ្នាក់ដឹកនាំថាឥឡូវនេះគឺដល់ពេលវេលាដែលយើងត្រូវឆ្លើយតបដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីរបស់យើងហើយគឺបងប្អូនវីរៈកងទ័ពរបស់យើងគឺថាដូចជាខ្លាដ៏មានអំណាចមួយគឺថាប្រយុទ្ធមិនខ្លាចស្លាប់អ្វីដែលពួកបងប្អូនកងទ័ពរបស់យើងបាននិយាយគាត់ថាគាត់មកនៅទីនេះគឺគាត់អត់គិតថាត្រូវយកអាយុជីវិតទៅវិញទេគឺអាយុជូនជាតិធាតជូនម្ដាយដូច្នេះគាត់បានត្រៀមខ្លួនដើម្បីស្លាប់ក្នុងការការពារអធិបតេយ្យបូរណភាពទឹកដីខ្មែរយើងរួចស្រេចទៅហើយអញ្ចឹងគាត់ប្រយុទ្ធមិនខ្លាចស្លាប់ទេហើយការប្រយុទ្ធរបស់យើងគឺការប្រយុទ្ធដើម្បីការពារទឹកដីវាខុសពីបបហេតុនៃការប្រយុទ្ធរបស់ទាហានសៀមដែលគេបញ្ជូនឲ្យពួកគាត់មកប្រយុទ្ធដើម្បីឈ្លានពានរត់ដតីអញ្ចឹងបបហេតុនេះវីរៈកងទ័ពរបស់យើងមានបបហេតុមួយគឺបបហេតុដ៏អត់ដងអត់ដំបំផុតបបហេតុប្រកបដោយកិត្តិយសបំផុតបើទោះបីជាគាត់ត្រូវពលីជីវិតក៏គាត់មានកិត្តិយសដ៏អត់ដងអត់ដំបំផុតគ្រួសាររបស់គាត់ក៏មានកិត្តិយសដ៏អត់ដងបំផុតអត់ដងអត់ដំបំផុតគឺការប្រយុទ្ធការពលីការលះបង់ដើម្បីការពារអធិបតេយ្យបូរណភាពទឹកដីនៃប្រជាជាតិកម្ពុជារបស់យើងក៏ប៉ុន្តែទាហានសៀមយើងមើលមុខពួកវាគឺវាគ្មានបបហេតុដើម្បីប្រយុទ្ធទេគឺវាមកឈ្លានពានគេអញ្ចឹងមុខសមិសគ្មានសក្តិក្លាហានទេហើយការគេហៅថាបំរើមហិច្ឆតាលមោបសង្គ្រាមមហិច្ឆតាឈ្លានពានមាទីនិយមរបស់ពួករាជវាំងសៀមពួកអភិរក្សនិយមសៀមពួកជ្រុលនិយមសៀមជាពិសេសគឺពួកអតិហានសៀមនឹងតែម្ដងអញ្ចឹងយើងឃើញថាបបហេតុរបស់ទាហានទាំងពីរភាគីនេះគឺខុសគ្នាអញ្ចឹងសរុបមកវិញមូលហេតុនៃសង្គ្រាមនេះគឺជាគោលបំណងយូរអង្វែងរបស់សៀមដូច្នេះយើងត្រូវតែឆ្លើយតបតាមភាសារបស់ពួកឈ្លានពានវិញទៅបានបាទសូមអរគុណមែនតើលោកបណ្ឌិតកិនភីដែលបានសម្រាយទៅលើចំណុចសំខាន់មួយចំនួនពាក់ព័ន្ធទៅនឹងចរិតឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាជាពិសេសតាក់ទងទៅនឹងចំណុចសំខាន់ពាក់ព័ន្ធទៅនឹងមហិច្ឆតារបស់ថៃដែលចង់បំបាច់កម្ពុជាជាមួយនឹងបណ្ដាប្រទេសជិតខាងជាពិសេសមហាអំណាចដែលកម្ពុជារបស់យើងទើបតែរយៈកាលចុងក្រោយនេះសំទុះនៅក្នុងការងើបឡើងខ្លាំងមែនទែនទាំងទំនាក់ទំនងអន្តរជាតិទាំងការអភិវឌ្ឍនៅខាងក្នុងទោះបីជានៅក្នុងរយៈពេលជិត1ឆ្នាំចុងក្រោយនេះដែលប្រទេសយើងមានវិវាទដំបូងជាមួយថៃបិទព្រំដែនមែនប៉ុន្តែត្រឹមតែ11ខែឆ្នាំ2025នេះគម្រោងអភិវឌ្ឍមានចំនួនទៅដល់609គម្រោងថ្មីដែលចុះមកចុះគម្រោងវិនិយោគថ្មីនៅកម្ពុជានេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាដែលហៅកាត់ថា CDC ទាំងអស់នេះគឺជាទំហំធំធេងមែនទែនដែលយើងឃើញថាគម្រោងអភិវឌ្ឍមួយអ្នកជំនាញសេដ្ឋកិច្ចមិនអាចយកលុយ invest វិនិយោគមកដាក់នៅប្រទេសដែលអត់មានអធិបតេយ្យភាពដែលមិនមាននិរន្តរភាពដែលគ្មានមេដឹកនាំល្អបានទេតើតែប្រទេសនោះគឺជាប្រទេសដែលមាននិរន្តរភាពភូមិសាស្ត្រល្អទើបគេចុះមកវិនិយោគដោយឡែកប្រទេសថៃយើងមិនមែនវាយតម្លៃទៅគេថាគេអាក្រក់ទេប៉ុន្តែរយៈកាលចុងក្រោយនេះបាទគ្រោះមហន្តរាយផងបាទបញ្ហាផ្ទៃក្នុងផងទំនុកចិត្តដរាំពេលដែលគាត់ខលមកម្ដងដូចមិនដែលឃើញខលផ្ទាល់ទៅនាយករដ្ឋមន្ត្រីថៃដូចមកសម្ដេចធិបតីសោះបាទខុសគ្នាបែបនេះយើងមើលឃើញអរិយាប័ត្រដឹកនាំហ្នឹងគឺមានប្រភេទផ្ទុយគ្នាបែបនេះដូច្នេះសម្រាប់ការងារនេះខ្ញុំសូមជូនទៅលោកបណ្ឌិតយ៉ងពៅបន្ថែមបន្តិចតាក់ទងនឹងសង្គ្រាមនេះយើងដឹងថាចង់មិនចង់នឹងបញ្ចប់នៅក្នុងពេលណាមួយតើតាក់ទងទៅនឹងសង្គ្រាមនេះតើយើងគួរតែបញ្ចប់ជាមួយថៃតាមរូបភាពប្រភេទណាហើយឲ្យថៃចូលមកទទួលខុសត្រូវជុំវិញការឈ្លានពានសម្រាប់ទៅលើជនស៊ីវិលបំផ្លាញទៅលើទ្រព្យសម្បត្តិបេតិកភណ្ឌពិភពលោកដូចជាប្រាសាទព្រះវិហារប្រាសាទតាក្របីប្រាសាទខ្នាដែលពីមុនគេអះអាងថាចង់បានជារបស់គេចុងក្រោយទម្លាក់គ្រាប់បែកពីយន្តហោះ F16 កំទេចប្រាសាទនឹងចោល2ដងនៅក្នុងថ្ងៃទី9ថ្ងៃទី10នេះតិចប្រាសាទតាក្របីមកទៅហើយតើមនោសញ្ចេតនាដូនតាអ្នកឯងកំទេចបែបនេះឬបាទទាំងអស់នេះគឺជាចំណុចមួយដែលពួកយើងនៅក្នុងនាមជាប្រជាជនខ្មែរជារបស់ដូនតារបស់យើងគឺយើងមានការឈឺចាប់ហើយយើងចង់ឲ្យមានការឆ្លើយតបទៅតាមផ្លូវច្បាប់ជាតិនិងអន្តរជាតិទៅលើករណីនេះផងដែរបាទសូមអរគុណនៅសំណួរដ៏មានសារៈសំខាន់នេះមែនតើខ្ញុំនិងគ្រួសារខ្ញុំមើលឃើញរូបនៃថៃបាញ់
បាញ់ក្របផ្លោកបំផ្លាញនៅប្រាសាទតាកបីក៏ដូចជាបំផ្លាញក្រែននៅព្រះវិហារជាដើមយើងស្រក់ទឹកភ្នែកនៅអ្វីដែលថៃហៅថាជាអក្រិតកម្មប្រឆាំងនឹងសម្បត្តិវប្បធម៌ពិភពលោកណាមិនមែនត្រឹមតែរបស់កម្ពុជាទេគឺពិភពលោកហើយរឿងនេះខ្ញុំបាននិយាយយូរហើយតាំងពីខ្ញុំបើកគម្រោងមួយនៅដើមឆ្នាំ2025ហ្នឹងរឿងខ្ញុំសិក្សាសាលាចរិតសំស្ក្រឹតរបស់កម្ពុជាខ្ញុំបានរកឃើញនៅសំស្ក្រឹតនៅប្រាសាទតាមាន់ធំដែលជាង20ផ្ទាំងហ្នឹងថៃយកទាំងអស់នៅសល់តែមួយផ្ទាំងទេនៅផ្ដែដោយគាត់យកអត់បានហើយអ្វីដែលខ្ញុំចង់បញ្ជាក់ហ្នឹងនៅសាលាចរិតហ្នឹងជាភាសាសំស្ក្រឹតហ្នឹងបុព្វបុរសខ្មែរយើងបានទៅសេអំពីបណ្ដាសានិងពរជ័យណាបណ្ដាសាមានថាជនណាសាសនាបំផ្លាញនៅសម្បត្តិដែលជារបស់មហាក្សត្របុព្វបុរសហ្នឹងជនហ្នឹងនឹងត្រូវបណ្ដាសាធ្លាក់នរកប្រមាណជាន់តាមហ្នឹងហើយនឹងបណ្ដាសាផ្នែកច្បាប់ទៀតហើយជនណាដែលថែរក្សាសម្បត្តិបេតិកភណ្ឌហ្នឹងនឹងទទួលបានពរជ័យអានេះខ្ញុំបានមើលឃើញណាខ្ញុំបានបង្ហោះជាឯកសារជាព័ត៌មាននេះតាំងពីពេលនោះមកអញ្ចឹងហើយកន្លែងនេះខ្ញុំសូមរំលឹកថាថៃគាត់ចង់បានប្រាសាទទាំងអស់ហ្នឹងកាលណាបានប្រាសាទបានទឹកដីហើយប៉ុន្តែបែរជាមិនបានគឺគាត់ទៅបំផ្លាញហើយកន្លែងហ្នឹងខ្ញុំចង់រំលឹកថាអ្នកឯងបំផ្លាញហ្នឹងគឺត្រូវបណ្ដាសានៃមរតកដូនតាមហានគរខ្មែរហើយត្រូវបណ្ដាសាយ៉ាងម៉េចអាហ្នឹងវាជារឿងដែលបានចារឹកទុកនៅក្នុងសិលាចារឹកហើយលោកតារាក៏ដូចជាសាធារណជនអាចទៅអានហើយអាចចូលមើលក្នុង Facebook ខ្ញុំឡើងវិញឃើញហើយខ្ញុំ share ច្រើនដងណាគេបានសរសេរច្បាស់ថាដរាបណានិយាយច្បាស់ណាដរាបណាមានព្រះសំទោសមានផែនដីមានព្រះអាទិត្យមានព្រះច័ន្ទនៅលើផែនដីដរាបនោះបណ្ដាសានិងពរជ័យនៅតែមាននេះជាដូនតាយើងបានសរសេរហើយខ្ញុំចាំសំណួរលោកចាំបញ្ជាក់ផងទៀតខ្ញុំអាចភ្លេចខ្ញុំសូមរំលឹកនៅជាមួយមរិតកិនភាបន្ថែមបន្តិចថាកន្លែងនេះខ្ញុំតែងតែទាញសញ្ញាមួយថាសាធារណជនកុំចេះតែអូសបញ្ហាហ្នឹងតាមថៃឲ្យមានចំនួនភូមិសាស្ត្រនយោបាយនៅក្នុងប្រទេសកម្ពុជាថៃវារុញឲ្យយើងមានចំនួនភូមិសាស្ត្រនយោបាយនៅប្រទេសកម្ពុជានៅក្នុងយើងតារាបានអានប្រវត្តិសាស្ត្រស្អីនៅខ្មែរអ៊ីស្រាអែលមានអ៊ីស្រាអែលសេរីមានអ៊ីស្រាអែលស្អីហ្នឹងគឺថៃវាចូលរួមបង្កើតឲ្យយើងឆ្លោះគ្នាក្នុងសម័យសង្គ្រាមហើយហូរហែតាំងពីសម័យលង្វែកក៏ដូចគ្នាណាយើងបែកបាក់នៅសម័យឧដុង្គយើងបែកបាក់ក៏ដោយសារតែថៃវាធ្វើអាល្បិចហ្នឹងរាល់ថ្ងៃហ្នឹងដូចបណ្ឌិតកិនភាបាននិយាយហ្នឹងធ្វើម៉េចឲ្យខ្មែរហ្នឹងខឹងចិនខឹងខ្មែរឧទាហរណ៍ប៉ុន្តែចិនគេច្បាស់របស់គេណាប៉ុន្តែសាធារណជនខ្មែរយើងមួយចំនួនថាចេះចោះថាអាមេរិកយ៉ាងនេះយ៉ាងនោះឥឡូវគ្រាន់ថាលោកត្រាំរៀងយឺតយ៉ាវក្នុងការខលអីចឹងគាត់ចាប់ផ្ដើមរំលេចមកទៀតអាហ្នឹងគឺចាញ់កលញុះញង់របស់ថៃទាំងតែម្ដងគឺថៃចង់ឲ្យយើងទី1បែកបាក់សាមគ្គីផ្ទៃក្នុងទី2ឲ្យអន្តរជាតិមហាអំណាចហ្នឹងមិនខឹងស្អប់យើងហើយចង់ទាញយើងជាលេនដ្ឋាននៃចំនួនភូមិសាស្ត្រនយោបាយចំនួនភូមិសាស្ត្រនយោបាយមានន័យថាចំនួនរវាងមហាអំណាចនិងមហាអំណាចនៅទឹកដីរបស់យើងហើយពេលនោះយើងនឹងខ្ទេចយើងនឹងរងគ្រោះសារជាថ្មីអស់អញ្ចឹងថៃនឹងចូលយកទឹកដីពេលដែលយើងខ្ទេចយើងនឹងខ្សោយខ្លាំងចឹងថៃមហិច្ឆតាថៃនឹងចង់បានទឹកដីដែលបារាំងកាត់ឲ្យយើងនៅពេលដែលថៃយកសៀមយកទៅគ្រប់គ្រងឲ្យខុសច្បាប់នោះបារាំងចូលមកបារាំងកាត់ឲ្យយើងនោះវាចង់បានអានឹងវិញនេះវាចង់បានអានឹងវិញនៅខេត្ត3តែកាលនោះ3ហ្នឹងគឺកំពង់ធំហ្នឹងភ្ជាប់ជាមួយព្រះវិហារអីហ្នឹងបាទអញ្ចឹងហើយចំណុចនេះសាធារណជនត្រូវជ្រាបត្រូវយល់ពីប្រវត្តិសាស្ត្រហើយកុំតាមការញុះញង់របស់ថៃឲ្យសោះបាទយើងត្រូវតែខ្ញុំអ្នកស្របរឿងនយោបាយការបរទេសរបស់រដ្ឋាភិបាលយើងធ្វើពិពិធកម្មការរីកចម្រុះពណ៌ហ្នឹងគឺត្រូវតែត្រូវនឹងមហាអំណាចទាំងអស់ដើម្បីភាពរឹងមាំរបស់យើងព្រោះឧទាហរណ៍ថាយើងមានវិនិយោគទុនសាធារណរដ្ឋចិត្តច្រើនតែយើងយកទៅលក់នៅណាយកលក់នៅសហរដ្ឋអាមេរិកអញ្ចឹងអត់មានមួយណានេះទេគឺសុទ្ធតែជាមហាអំណាចដែលយើងត្រូវតែដៃគូរបស់យើងទៅជាគេហៅថាបាទយើងអត់ចង់និយាយសម្ព័ន្ធមកគឺតំណែងល្អទាំងអស់ណាតំណែងល្អទាំងអស់ដើម្បីប្រយោជន៍ជាតិរបស់យើងផលិតឲ្យមានទីផ្សារអាហ្នឹងចំណុចមួយដែលខ្ញុំចង់ទាញគូកត់សម្គាល់ឡើងវិញជាមួយមរិតកិនភាមួយទៀតខ្ញុំចង់កត់សម្គាល់ដែរហេតុដែលថៃព្រោះមិញខ្ញុំនិយាយអត់ដល់ចំណុចមួយហ្នឹងថៃដែលធ្វើសង្គ្រាមជាមួយយើងថើននេះ
គឺដោយសារតែនិន្នាការផ្ទៃក្នុងរបស់ថៃវាមានបញ្ហាត្រង់ថាពួកចរន្តជាតិនិយមសំទោសចរន្តនៃយុវជនផុសឡើងអញ្ចឹងចរន្តយុវជននេះអត់គ្រប់គ្រងរបៀបវាំងទេអត់គ្រប់គ្រងរបៀបយោធាទេហើយក៏អត់គ្រប់គ្រងអនុទានដែរយើងដឹងហើយគណៈបព្វជិជនរបស់ថៃអញ្ចឹងហើយវាំងកំពុងតែធ្លាក់វិជាប្រៃភាពខ្ញុំអត់ថាយ៉ាងម៉េចស្ដាច់យ៉ាងម៉េចខ្ញុំអត់និយាយទេសាធារណជនដឹងខ្លួនឯងយោធាធ្លាក់វិជាប្រៃភាពអនុទានខ្លួនឯងធ្លាក់ជាប្រៃភាពអារឿងទឹកចំនួនដោះស្រាយអត់បានអារឿងបញ្ហាសង្គមសេដ្ឋកិច្ចអារឿងស៊ីហ្គេមអញ្ចឹង3ហ្នឹងរួមគ្នាដើម្បីបង្កើនប្រជាប្រិយស្ដាប់ជាប្រៃភាពឡើងវិញមុនពេលបោះឆ្នោតមកដល់ដើម្បីតទល់ជាមួយគណៈបព្វជិជននៃយុវជនថៃដូច្នេះមានតែរុញចរន្តជាតិនិយមទេចរន្តជាតិនិយមបើទោះជារំលោភច្បាប់អន្តរជាតិបើទោះជាក៏ក្លឿនយ៉ាងម៉េចថៃធ្លាប់ធ្វើហើយបាទអាហ្នឹងហើយអញ្ចឹងហើយបានរុញបញ្ហាហ្នឹងមកដល់ចំណុចប្រហែលជាសំណួរហ្នឹងបើខ្ញុំឆ្លើយមកនេះសូមសួរសំណួរឡើងវិញយើងមើលអេរយាប័តថៃករណីប្រាសាទព្រះវិហារតែថាអមាញ់លោកសួរថាត្រូវសងយ៉ាងម៉េចខ្លះណាករណីប្រាសាទព្រះវិហារនៅក្នុងសេចក្តីសម្រេចតុលាការយុត្តិធម៌អន្តរជាតិ15មិថុនាឆ្នាំ62នៅចំណុចមួយដែលថៃមិនបានបំពេញតលតែសោះគឺឲ្យប្រគល់នៅកេតនភ័ណ្ឌប្រាសាទទាំងអស់ឡើងវិញមកឲ្យកម្ពុជាថៃទទួលយកតែថៃអត់មានប្រគល់សំបីមួយមានតែយកថែមចម្លាក់ខ្មែរបាទចម្លាក់មានស្អីដែលយកតម្រៃអូសទាញយកទៅថៃអត់មានប្រគល់ទេអត់មានប្រគល់ទេអញ្ចឹងនេះគ្រាន់តែជាឧទាហរណ៍មួយទេសារិកាចាញ់ឆ្នាំសេចក្តីសម្រេច62សេចក្តីសម្រេចឆ្នាំ2013ហូហែថៃអត់គោរពទេប៉ុន្តែមិនគោរពសួរថាចុះកម្ពុជានៅតែប្តឹងពួកនេះគឺជាច្បាប់អន្តរជាតិត្រូវតែប្តឹងយ៉ាងហោចណាស់អន្តរជាតិបានដឹងថាថៃរំលោភយើងមានប្រព័ន្ធច្បាប់អន្តរជាតិត្រូវតែប្តឹងត្រង់ថៃគោរពមិនគោរពនោះគឺជារឿងរបស់ថៃដោយករណីបច្ចុប្បន្នថៃទាត់ចោលនៃសេចក្តីប្រកាសរួមហ្នឹងនោះជារឿងរបស់ថៃតែកម្ពុជាដាច់ខាតត្រូវតែគោរពត្រូវតែការពារអធិបតេយ្យត្រូវតែការពារប្រជាជនអញ្ចឹងនេះខ្ញុំចង់បញ្ជាក់ថាវានឹងមានសំណួរថាចុះបើថៃមិនគោរពយើងធ្វើម៉េចនឹងមានសំណួរនឹងចោលឡើងយើងមិនអាចថាមិនគោរពយើងមិនធ្វើបើយើងមិនធ្វើយើងអត់ប្រព័ន្ធខាខែលច្បាប់អន្តរជាតិយើងនឹងបាត់បង់សម្ដេចតេជោខ្ញុំបានចាំច្បាស់ណាស់ថាអត់តាមរបៀបថៃទេយើងត្រូវការខែលច្បាប់អន្តរជាតិដែលយើងមានស្រាប់ព្រោះកាលណាយើងបោះបង់មួយវា logic របស់វានឹងប៉ះអាផ្សេងទៀតឧទាហរណ៍ថាយើងអត់គោរពច្បាប់អន្តរជាតិចំណុចនេះមួយឧទាហរណ៍ណាចុះសន្ធិសញ្ញាបារាំងសៀមយ៉ាងម៉េចដែលជាខែលប្រវត្តិសាស្ត្រនោះតើវាយ៉ាងម៉េចអញ្ចឹងហើយខ្ញុំបកទៅក្រោយបន្តិចនៅពេលដែលក្រុមការងារបច្ចេកទេស JBC ក្រុមការងារបច្ចេកទេសការព្រំដែនទៅវាស់វែងនៅតំបន់ភូមិជោគជ័យតំបន់បកគោលេខ42ដល់47អីនេះខ្ញុំមានសេចក្តីសប្បាយរីករាយមានន័យថាក្រុមបច្ចេកទេសថៃទោះយ៉ាងណាទទួលស្គាល់សន្ធិសញ្ញាបារាំងសៀមផែនទីអមសន្ធិសញ្ញាបារាំងសៀមទៅវាស់ចំណុចហ្នឹងប៉ុន្តែបើវាស់ចំណុចហ្នឹងហើយទទួលស្គាល់ចំណុចហ្នឹងក៏ត្រូវទទួលស្គាល់ចំណុចផ្សេងដែរព្រោះអាហ្នឹងវា logic តគ្នាចឹងហើយបានពួកយោធាវាអត់ព្រមថាបើយើងទទួលស្គាល់កន្លែងហ្នឹងត្រូវទទួលស្គាល់កន្លែងនោះដែរអញ្ចឹងអត់ទទួលស្គាល់ធ្វើសង្គ្រាមហ្មងក៏ជាចំណុចមួយនៃហេតុសង្គ្រាមដែរប៉ុន្តែអត់កិច្ចផុតអំពីសន្ធិសញ្ញាបារាំងសៀមទេខ្ញុំនិយាយក្នុងលក្ខខណ្ឌណាក៏ដោយថៃត្រូវតែមកគោរពនៅសន្ធិសញ្ញាបារាំងសៀមពីព្រោះអត់មានមហាអំណាចណាអត់មានបារាំងណាមកធ្វើសន្ធិសញ្ញាជាមួយស្ដេចថៃបច្ចុប្បន្នឡើងវិញបានទេបើអញ្ចឹងបារាំងទៅធ្វើសន្ធិសញ្ញាជាមួយបណ្ដាប្រទេសផ្សេងទៀតដែលខ្លួនធ្លាប់គ្រប់គ្រងដូចគ្នាអង់គ្លេសដូចគ្នាអេស្ប៉ាញដូចគ្នាទីហោអញ្ចឹងអត់មានទេអត់អាចធ្វើអញ្ចឹងបានទេអញ្ចឹងថៃត្រូវតែគោរពអាហ្នឹងពេលណាគោរពមិនដឹងទេប៉ុន្តែត្រូវគោរពនឹងអញ្ចឹងហើយកម្ពុជាសម្ដេចតេជោប្រកាសហ្នឹងគឺជារឿងសច្ចានុម័តថាត្រូវតែបែបហ្នឹងគឺត្រូវតែប្រកាន់យកច្បាប់អន្តរជាតិត្រូវតែប្រកាន់យកសន្ធិសញ្ញាអន្តរជាតិត្រូវតែប្រកាន់យកតាមសេចក្តីប្រកាសរួមដែលបានចុះហត្ថលេខាត្រង់ថៃមិនយកជារឿងរបស់ថៃតែយើងត្រូវតែយកព្រោះ logic នយោបាយវាដេញតគ្នា
យើងអត់អាចធ្វើតាមថៃអញ្ចឹងដំណោះស្រាយគឺយើងប្រើច្បាប់អន្តរជាតិដែលមានអំបាលបានត្រូវតែប្រើត្រូវតែសំអាងទាំងអស់ចំណុចទី2អភិវឌ្ឍសមត្ថភាពខ្លួនឯងដែលខ្ញុំបានបង្ហោះសេតទៅខ្ញុំឲ្យថាឥឡូវនេះដោះស្រាយខ្មែរយើងហៅថាមួយខានមួយថោះឲ្យទប់ទល់ស្មើដើមយើងអត់និយាយរឿងចំណេញទេទឹកដីរបស់យើងទេតែថ្ងៃក្រោយឡើងមកមួយត្រូវតែកម្ចាត់មួយឲ្យហើយអត់មានប្របាអូកកយកទៅអន្តរជាតិទៀតទេអញ្ចឹងយើងត្រូវអភិវឌ្ឍសមត្ថភាពរបស់យើងដើម្បីដឹងថាសត្រូវឡើងមកមួយកម្ចាត់មួយតើតែយើងដឹងតើយើងមានសមត្ថភាពកម្ចាត់អញ្ចឹងអាកន្លែងហ្នឹងគឺយើងដឹងទាំងអស់ហើយត្រូវតែអភិវឌ្ឍសមត្ថភាពហើយអភិវឌ្ឍមិនខ្លះអាហ្នឹងយើងនិយាយច្រើនហើយនឹងមានរឿងនិយាយច្រើនទៀតបាទសូមអរគុណលោកបណ្ឌិតយ៉ងពៅដែលបានលើកឡើងពីចំណុចសំខាន់ពាក់ព័ន្ធទៅនឹងការអនុវត្តនីតិវិធីច្បាប់អន្តរជាតិមួយចំនួនទៅលើទង្វើរបស់ថៃបំផ្លាញប្រាសាទព្រះវិហារក៏ដូចជារំលោភមកលើដែនអធិបតេយ្យភាពកម្ពុជាជាដើមទាំងអស់នេះគឺជាចំណុចដែលជាចម្ងល់របស់បងប្អូនប្រជាពលរដ្ឋទូទៅមួយចំនួនដែលតែងតែលើកឡើងហើយសង្ឃឹមថាបងប្អូនអាចទទួលបានធានចូលមួយចំនួននេះបាទសូមជូនទៅលោកបណ្ឌិតកិនភៀបបន្ថែមបន្តិចពាក់ព័ន្ធទៅនឹងបច្ចុប្បន្នភាពដដែលទេដោយសារថាបច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋគាត់ទាំងអស់គ្នាគឺគាត់រំពឹងបាទមិនតែកម្ពុជាទេសូម្បីថៃក៏ខ្ញុំគិតថាមិនខុសពីកម្ពុជាដែរថាតើសង្គ្រាមចប់ពេលណាតើនឹងមានដំណោះស្រាយយ៉ាងម៉េចសម្រាប់លោកបណ្ឌិតថានៅពេលខាងមុខតាមរយៈការលូកដៃចូលរបស់មហាអំណាចជាពិសេសអាដាមប្រធានាធិបតីអាមេរិក Donald Trump តើនឹងមានភាពវិជ្ជមានទេតើថៃអាចស្ដាប់អាដាម Donald Trump ទេបើពេលបច្ចុប្បន្ននេះយើងសង្កេតឃើញថាភាសារបស់លោកអនុធាននេះគឺញុះញង់ហើយបាទស្ដាប់បានម្ដងចេះម្ដងចុះហើយមិនស្ដាប់ទេមិនគោរពទេបត់ឈប់បាញ់ប្រកាសសង្គ្រាមបាទគ្មានការចរចាទេ close the door អញ្ចឹងជាដើមបិទផ្លូវចរចាជាដើមយើងមើលភាសារបស់គាត់ហ្នឹងគឺគេហៅតាក់មីឡមែនទេបាទមើលពិបាកស្ដាប់ណាតើសម្រាប់លោកមើលឃើញថានឹងមានដំណោះស្រាយយ៉ាងម៉េចនៅក្នុងកលៈទេសៈនាពេលខាងមុខនេះបាទអរគុណរាល់បញ្ហាវាតែងតែមានដំណោះស្រាយក៏ប៉ុន្តែសុទ្ធតែដោះស្រាយតាមរបៀបណាខ្ញុំមើលច្រកចេញសម្រាប់សង្គ្រាមព្រំដែនខ្មែរថៃនេះឬក៏ថាសង្គ្រាមឈ្លានពានដែលបង្កឡើងដោយថៃមកលើប្រទេសកម្ពុជាយើងនេះឥឡូវនេះយើងត្រូវដើរយន្តការ3ទន្ទឹមគ្នាដើម្បីបញ្ចប់សង្គ្រាមទី1ខ្ញុំគិតថាយើងត្រូវតែវាយក្បាលសត្រូវឈ្លានពានហ្នឹងឲ្យវាដឹងកម្លាំងដៃយើងដែរអាហ្នឹងគឺថាការឆ្លើយតបតាមផ្លូវយោធាគឺថាត្រូវតែបន្តក្នុងធរៈវេលាសមស្របមួយគឺត្រូវឲ្យវាស្គាល់សាច់ដុំយើងបើមិនអញ្ចឹងគឺវាអត់ញញើតទេអាហ្នឹងគឺខ្ញុំគិតថាការឆ្លើយតបរបស់រាជរដ្ឋាភិបាលរបស់ថ្នាក់ដឹកនាំរបស់យើងការសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងការឆ្លើយតបតាមផ្លូវយោធានេះគឺជារឿងត្រឹមត្រូវដើម្បីឲ្យសៀមវាភ្លក់រសជាតិថាខ្មែរតូចល្អិតប៉ុណ្ណាខ្មែរអត់ត្រង់ប៉ុណ្ណាតើខ្មែរមានសមត្ថភាពប៉ុណ្ណាអាហ្នឹងគឺផ្លូវយោធាគឺត្រូវតែពង្រឹងហើយបន្តធ្វើទៀតក្នុងស្ថានភាពមួយយើងចាប់ពេលណាចាំយើងជជែកគ្នាទៀតទី2យន្តការការទូតគឺយើងអត់តបចោលទេយន្តការការទូតនេះគឺរាជរដ្ឋាភិបាលកម្ពុជាហើយជាអ្នកប្រាថ្នាចង់បានជាងគេបំផុតយើងអត់ចង់យកសង្គ្រាមទៅបញ្ចប់សង្គ្រាមទេជំរឿទី1ដែលខ្ញុំលើកឡើងម្ដាញ់មិញនេះណាគឺជាជំរឿដែលយើងត្រូវបានគេបង្ខំឲ្យឆ្លើយតបទៅតាមភាសារបស់គេពីព្រោះគេបានខោកក្បាលយើងវាច្រើនពេកហើយដូច្នេះយើងឆ្លើយតបយើងប្រើសិទ្ធិស្វ័យការពារខ្លួនដោយធម្មមានរូបប៉ុន្តែយន្តការការទូតយើងនៅតែជំរុញនៅតែបន្តយន្តការការទូតជាទម្រង់ភាគីទ្វេភាគីក្តីជាទម្រង់ពហុភាគីក្តីឥឡូវនេះសម្រាប់កម្ពុជាស្វាគមន៍រាល់ការចរចាទាំងអស់រាល់ដំណោះស្រាយដោយសន្តិវិធីទាំងអស់ប្រសិនបើដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកហៅទូរស័ព្ទមកសម្ដេចធិបតីហៅទូរស័ព្ទទៅមេដឹកនាំភាគីម្ខាងទៀតមិនដឹងថាតើក្បាលមួយណាទេដែលជាមេដឹកនាំដែលជាអ្នកមានអំណាចពិតប្រាកដនៅស្រុកសៀមហ្នឹងយើងក៏មិនដឹងដែរគឺថាកម្ពុជាស្វាគមន៍គ្រប់ដំណោះស្រាយដោយសន្តិវិធីអាហ្នឹងខ្ញុំមើលទៅគឺថាយើងអត់បានតបចោលទេយន្តការភាគីទី3រដ្ឋណាមួយចូលអន្តរាគមន៍ក៏ដោយឲ្យតែក្នុងការសម្របសម្រួលដោះស្រាយបញ្ហាផ្ទៃក្នុងដោះស្រាយបញ្ហាចំនួនក្នុងដើរនេះដោយសន្តិវិធីយន្តការការទូតគឺកម្ពុជាស្វាគមន៍អញ្ចឹងដូច្នេះយន្តការការទូតនេះគឺយើងទទួលយកការសម្របសម្រួលទាំងអស់ហើយគឺយើងបន្តធ្វើការងារការទូតនេះឲ្យសកម្មជាមួយនឹងបណ្ដារដ្ឋភាគីទាំងអស់ជាមួយនឹងអង្គការសហប្រជាជាតិ
ជាមួយនឹងអង្គការតំបន់ឬក៏អង្គការតាមវិស័យផ្សេងទៀតដើម្បីធ្វើយ៉ាងណាឲ្យគេបានដឹងថាកម្ពុជាជាប្រទេសរងគ្រោះពីការរំលោភបំពានពីការឈ្លានពានដ៏កម្រោលរបស់សៀមអាហ្នឹងគឺយន្តការទូតរបស់យើងត្រូវធ្វើហើយយើងត្រូវធ្វើលិខិតប្តឹងទៅទាំងអស់ប្តឹងទៅបណ្ដារដ្ឋផ្សេងជាពិសេសគឺសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិទាំង5ហ្នឹងមានចិនមានសហរដ្ឋអាមេរិកមានបារាំងមានអង់គ្លេសមានរុស្ស៊ីគឺថាអំពើឈ្លានពានដ៏កម្រោលដ៏ខុសព្រៃផ្សៃរបស់សៀមនេះគឺកម្ពុជាត្រូវតែប្តឹងហើយប្តឹងទៅអង្គការសហជាតិក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិប្តឹងទៅអាស៊ានប្តឹងទៅអង្គការតំបន់អង្គការតាមវិស័យផ្សេងទៀតអានេះគឺជាការងារការទូតដែលយើងបន្តធ្វើដោយសកម្មហើយកាន់តែសកម្មជាងមុនកាន់តែខ្លាំងជាងមុនឲ្យកាន់តែមានប្រសិទ្ធភាពជាងមុនយន្តការទី3យន្តការច្បាប់ខ្ញុំថាយើងជំរុញបន្តទៀតឥឡូវនេះគឺចាប់ពីថ្ងៃទី15ខែមិថុនាកន្លងមកគឺរដ្ឋាភិបាលបានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិហើយទីតាំង4ចំណុចប្រាសាទតំបន់តូចតំបន់ធំប្រាសាទតាកបីនិងតំបន់មុំបីគឺទៅតុលាការយុត្តិធម៌អន្តរជាតិពីព្រោះទីនោះគឺជាទឹកដីដែលជាអធិបតេយ្យរបស់ប្រទេសកម្ពុជារបស់យើងផ្អែកលើសន្ធិសញ្ញាបារាំងសៀមដោយដែលលោកបណ្ឌិតយងពៅបានបញ្ជាក់ខាងដើមគឺជាទឹកដីរបស់យើងក៏ប៉ុន្តែសៀមវាចេះតែមកអះអាងថាជាទឹកដីរបស់ខ្លួនអញ្ចឹងយើងរកដំណោះស្រាយអត់បានយើងរកការចរចាគ្នាជាយន្តការទ្វេភាគីអត់បានយើងត្រូវប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិហើយបើតាមដែលយើងបានទទួលព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយគឺរាជរដ្ឋាភិបាលរបស់យើងកំពុងតែរៀបចំផុសតាងសង្គ្រាមទាំងអស់ប្តឹងសៀមទៅតុលាការព្រហ្មទណ្ឌអន្តរជាតិពីអក្រិតកម្មសង្គ្រាមអក្រិតកម្មប្រឆាំងមនុស្សជាតិពីព្រោះយើងឃើញថាការបើកប្រវត្តិការឈ្លានពានជាតិថ្មីរបស់ថៃមកលើប្រឆាំងមកលើប្រទេសកម្ពុជាមកលើជនស៊ីវិលកម្ពុជានេះគឺជាអក្រិតកម្មសង្គ្រាមគឺជាអក្រិតកម្មប្រឆាំងមនុស្សជាតិអញ្ចឹងយើងត្រូវប្តឹងហើយទឹកចិត្តប្រជាពលរដ្ឋខ្មែរយើងទូទាំងប្រទេសទាំងបងប្អូននៅនៃសមុទ្រគឺគ្រប់គ្រងក្នុងចំហទៅមួយជាមួយរាជរដ្ឋាភិបាលកម្ពុជាជាមួយថ្នាក់ដឹកនាំរបស់យើងចំពោះរាល់ចំណាត់ការនានាដែលត្រូវបានធ្វើឡើងដោយរាជរដ្ឋាភិបាលដោយថ្នាក់ដឹកនាំរបស់យើងអញ្ចឹងគឺយន្តការ3ហ្នឹងហើយក្រៅពីហ្នឹងយើងមានយន្តការក្រៅផ្លូវការទៀតតែយើងត្រូវស្រុកគ្នាទាំងអស់គ្នាប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវមានសម្លេងឯកភាពជាតិតែមួយស្មារតីជាតិខ្មែរតែមួយហើយយើងត្រូវប្រើប្រាស់សម្លេងរបស់យើងទៅកាន់សហគមន៍អន្តរជាតិទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនានាជុំវិញពិភពលោកឲ្យគេបានដឹងអំពីសោកនាដកម្មដែលបង្កឡើងដោយទាហានសៀមឈ្លានពានមកលើប្រទេសកម្ពុជាមកលើជនស៊ីវិលស្លូតត្រង់របស់កម្ពុជារបស់យើងដូច្នេះបងប្អូនទាំងអស់ត្រូវប្រើប្រាស់ social media platform ទាំងអស់ដែលអាចមាន Facebook ប្រព័ន្ធ X TikTok Instagram Blogs YouTube គឺប្រមូលផុសតាងទាំងអស់បង្ហាញទៅសហគមន៍អន្តរជាតិហើយបងប្អូនប្រព័ន្ធផ្សព្វផ្សាយដែលជាការក្រៅពីរដ្ឋាភិបាលជួយជំរុញការផ្សព្វផ្សាយទាំងអស់គ្នាជួយជំរុញការផ្សព្វផ្សាយជាភាសាបរទេសឲ្យបានច្រើនជាភាសាបារាំងក្តីភាសាអង់គ្លេសក្តីភាសារុស្ស៊ីក្តីភាសាចិនក្តីភាសាអេស្ប៉ាញ៉ុលក្តីជាពិសេសគឺភាសាដែលជាភាសាផ្លូវការរបស់អង្គការសហជាតិទាំង5ហ្នឹងគឺយើងជំរុញការផ្សាយតែម្ដងគឺភាសាអារ៉ាប់ហ្នឹងគឺបងប្អូនណាចេះអារ៉ាប់គឺត្រូវផ្សាយជាភាសាអារ៉ាប់ដើម្បីឲ្យបងប្អូនឲ្យបណ្ដាមិត្តបរទេសដែលប្រើប្រាស់ភាសាអារ៉ាប់នៅប្រទេសផ្សេងៗនៅតំបន់ផ្សេងៗបានជួយដល់ជួយលឺនេះគឺជាអ្វីដែលយើងត្រូវធ្វើហើយជាទស្សនវិជ្ជាផ្ទៃក្នុងរបស់យើងទស្សនវិជ្ជាផ្ទៃក្នុងរបស់យើងដើម្បីរួមគ្នាជាមួយរដ្ឋាភិបាលគឺយើងត្រូវតែពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុងរបស់យើងឯកភាពជាតិរបស់យើងឲ្យកាន់តែខ្លាំងឲ្យកាន់តែរឹងមាំខ្មែរគឺខ្មែរតែមួយខ្មែរអត់មានខ្មែរក្រហមខ្មែរខៀវខ្មែរស៊ីចម្ពូខ្មែរបៃតងអីទៀតទេគឺខ្មែរជាតិខ្មែរពូជអ្នកកសាងអង្គរគឺថាយើងត្រូវតែពង្រឹងសាមគ្គីឯកភាពជាតិយើងឲ្យកាន់តែរឹងមាំឲ្យកាន់តែខ្លាំងឲ្យព្រៀបបានដូចជាដើមឈើមួយដែលចាក់ឫសមានឫសកែវផងឬរយាងផងគឺថាឲ្យមានភាពធន់ជាមួយនឹងបរិយាកាសខាងក្រៅហើយស្ថានភាពនេះទៀតខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់គឺយើងត្រូវជួយគ្នាស្មារតីសាមគ្គីសមរភូមិមុខនិងសមរភូមិក្រោយនឹងការចូលរួមរំលែកទុក្ខលំបាករបស់បងប្អូនជនភៀសជនភៀសសិកនៅតាមបណ្ដោយព្រំដែនឥឡូវនេះយើងឃើញច
ចលនាជាតិមួយគឺថាខុសផលខ្លាំងមែនទែនខ្ញុំមានការរំភើបដោយឃើញបងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងគឺបរិច្ចាគនៅទ្រព្យធននៅសម្ភារៈស្អីផ្សេងទាំងអស់ហ្នឹងចូលរួមចំណែកដើម្បីដោះស្រាយបន្ទុកដោះស្រាយការលំបាករបស់បងប្អូនជនភៀសសឹកនៅឯតាមបណ្ដោយព្រំដែនប្រហែលថ្ងៃនេះយើងឃើញចលនានេះគឺជាចលនាជាតិតែម្ដងផលផុសមែនទែនអ្នកណាធ្វើអីបានធ្វើនឹងអ្នកណាជួយអីបានជួយនឹងខ្ញុំមើលវីដេអូឃ្លីបមួយនោះគឺសូម្បីតែបងប្អូនបងប្រុសម្នាក់គាត់អ្នករើសអិតចាយគាត់យកលុយទៅជួយជាមូលនិធិហើយសូមសរសើរបងប្អូនដែលអ្នកមានឥទ្ធិពលសង្គម social influencer មួយចំនួនគាត់បានបង្កើតមូលនិធិផ្សេងដើម្បីជួយបងប្អូនជនភៀសសឹកដើម្បីជួយវីរៈកងទ័ពរបស់យើងនៅសមរភូមិមុខនេះគឺជាចលនាជាតិមួយដ៏ល្អបំផុតហើយខ្ញុំមានការរំភើបហើយទន្ទឹមនឹងយើងឃើញអង្គការធំដែលគាត់មានលុយប្រាក់លាននោះគឺជួយច្រើនក្រុមហ៊ុនRoyal Group របស់អង្គការគិតម៉េងដូចជាប្រកាសជួយ$2 លានហើយមានពងគៀវខ្សែដូចជា$3 លានហើយជីបម៉ង$2 លានខ្លះមាន$1 លានខ្លះ20-30 ម៉ឺនខ្ញុំគិតថាចរន្តជាតិនេះធំហើយបងប្អូននៅនាយសមុទ្រក៏ស្រស់ដៃគ្នាដែរចេញមកតាមដងផ្លូវធ្វើបាតកម្មសម្ដែងមតិតវ៉ាដើម្បីឲ្យសហគមន៍អន្តរជាតិដែលបានដឹងបានឮអំពីទុកលំបាកអំពីសោកនាដកម្មអំពីអំពើខុសខើរបស់ទាហានសៀមឈ្លានពានមកលើប្រទេសកម្ពុជារបស់យើងហើយខ្ញុំយកឱកាសនេះអំពាវនាវដែរដល់បងប្អូនមួយចំនួនដែលនៅតែមាននានាការមិនស្របទៅនឹងផលប្រយោជន៍ជាតិនៅតែគេហៅថាមិនស្គាល់កលៈទេសៈជាពិសេសក្រុមលោកសំស៊ីប្រមាណអ្នកហ្នឹងគឺថាល្មមហើយឥឡូវនេះគឺស្ថានភាពដែលប្រទេសយើងកំពុងស្ថិតក្រោមការឈ្លានពានដ៏កំរោលដ៏ខុសខើព្រៃផ្សាយពីប្រទេសខ្មែរខាងមិនគួរអ្នកនយោបាយមកក្តាប់តូចប្រមាណអ្នកនៅឯក្រៅប្រទេសហ្នឹងគឺក្នុងកលៈទេសៈនេះបំរើនយោបាយផ្ទាល់ខ្លួនហើយបែរជាអំពាវនាវមួយដែលធ្វើឲ្យជាតិបែកបាក់ហើយមិនត្រឹមតែមិនបានជួយប្រជាជនទេមិនត្រឹមតែមិនបានជួយសម្រាលទុកនៃកងទ័ពរបស់យើងក៏ប៉ុន្តែទៅជាមានការដាក់បន្ទុកទៅលើការលះបង់បូជាសាច់ស្រស់ឈាមស្រស់របស់វីរៈកងទ័ពយើងតទៅទៀតអញ្ចឹងទេសូមឲ្យយល់អ្វីដែលជាទុកលំបាករបស់ជាតិរបស់ប្រជាជនយើងហើយកលៈទេសៈនេះគឺគ្មានអ្វីសំខាន់ជាងដែលខ្មែរយើងរួបរวมសាមគ្គីគ្នាជាធ្លុងមួយឯកភាពជាតិខ្មែរហើយសត្រូវធំបំផុតរបស់យើងតែមួយគត់ឥឡូវនេះគឺជាសៀមឈ្លានពានដូច្នេះយើងត្រូវតែរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងទៅនឹងគេហៅថាអំពើឈ្លានពានរបស់សៀមរបស់ទាហានសៀមគឺថាយើងអត់អាចធ្វើឲ្យមានការបែកបាក់ក្នុងរង្វង់មហាគ្រួសារខ្មែរយើងបានទេបាទសូមអរគុណមែនទែនលោកបណ្ឌិតកិនភីដែលបានលើកឡើងពីចំណុចសំខាន់ពាក់ព័ន្ធទៅនឹងស្ថានភាពនៃការដោះស្រាយវិវាទកម្ពុជាថៃដែលកំពុងតែអនុវត្តនេះពេលនេះយើងឃើញថាស្ថានភាពដែលលោកបណ្ឌិតបានលើកឡើងនេះគឺពិតជាចំស្ថានភាពជាពិសេសពាក់ព័ន្ធទៅនឹងកម្លាំងសាមគ្គីខ្មែរតែមួយដែលបងប្អូនខ្មែររបស់យើងគ្រប់ទិសទីបានរួបរวมសាមគ្គីគ្នាបាទមានតែក្រុមជននិយម 2-3 រូបនៅខាងក្រៅប្រទេសនោះយើងមិនចង់រំលឹកឈ្មោះទេពួកគាត់ជ្រុលហួសទៅហើយបងប្អូនខ្មែរគ្រប់រូបគឺបានដឹងឮគ្រប់គ្នាហើយអញ្ចឹងយើងមិនបាច់រំលឹកពីពួកគាត់ទេអ្វីដែលយើងខំធ្វើបន្តដូចសពថ្ងៃនេះគឺយើងបន្តរួបរวมគ្នាទៀតចង្កឹះមួយបាច់កាច់មិនបាក់បាទសូមជូនទៅលោកបណ្ឌិតយ៉ងពៅអាចថាមួយសំណួរចុងក្រោយដោយសារពេលវេលារបស់យើងដល់ទីបញ្ចប់ហើយលោកបណ្ឌិតមើលឃើញថាបច្ចុប្បន្ននេះទោះបីជាកម្ពុជារបស់យើង17 លានអ្នកជាងមែនថៃជាង70 លានអ្នកមែនប៉ុន្តែបើសង្គ្រាមនេះលោកមើលទៅដូចយ៉ាងម៉េចដែរខ្ញុំឧទាហរណ៍ដូចជាសង្គ្រាមឆៅវាយនគរអ៊ូអញ្ចឹងបាទថ្មីត្បិតតែនគរអ៊ូមានតបតែប្រមាណ10000នាក់ហើយសង្គ្រាមថៃឆៅមានជាង1 លាននាក់លើកមកវាយនគរអ៊ូចុងក្រោយត្រូវរត់ចោលសមរភូមិសម្រាប់លោកបណ្ឌិតលោកមើលឃើញសង្គ្រាមកម្ពុជានិងថៃនៅពេលនេះយើងឃើញថានឹងវិវត្តទៅខាងមុខយ៉ាងម៉េចហើយកម្ពុជារបស់យើងទោះបីជាប្រទេសតូចបាទសេដ្ឋកិច្ចទើបតែងើបប្រជាពលរដ្ឋតិចប៉ុន្តែយើងហាក់បីដូចជាសំទុះលើការទូតលើអន្តរជាតិនេះមានគេហៅថាភ្លឺចិញ្ចាជាងថៃគណៈពេលដែលថៃបច្ចុប្បន្នទោះបីជាប្រទេសធំប៉ុន្តែនៅខាងក្នុងរកមេដឹកនាំពិតប្រាកដមួយរូបគ្មានបាទនយោបាយស្ថិតនៅក្នុងភាពសពិលសពិលបាទរយៈពេលទើបតែប្រមាណជា4 ឆ្នាំសោះបាទ3 ឆ្នាំជាងសោះដូរនាយករដ្ឋមន្ត្រីបន្តទៅហើយតើលោកមើលឃើញដំណាក់កាលឈានទៅដល់ការដោះស្រាយសង្គ្រាមរវាងប្រទេសទាំងពីរនេះយ៉ាងម៉េចដែរនាពេលខាងមុខបាទសំលោកសួរលោកឆ្លើយទាំងអស់ហើយយើងបានដឹងហើយថា
សង្គ្រាមយើងទទួលស្គាល់ថាចំនួនច្រើននឹងតិចសេដ្ឋកិច្ចធំនឹងតូចវាគេតែងតែប្រៀបធៀបទាំងជាកម្លាំងតបទាំងពីសពាវុធយុទ្ធឧបករណ៍ជាដើមណាក៏ប៉ុន្តែវាមិនប្រកាសថាអ្នកធំយុទ្ធឧបករណ៍ច្រើនសន្តិភាពយូរអង្វែងការអភិវឌ្ឍយូរអង្វែងសិតតែត្រូវឈ្នះប្រទេសតូចតាចដូចកម្ពុជាទៅចុះណាដូចកម្ពុជាយើងនឹងបាទមនិតកិនភាក៏បាននិយាយដែរថាអំពីស្មារតីប្រយុទ្ធរបស់ទ័ពថៃនិងស្មារតីរឹងមាំការពាររបស់ទ័ពកម្ពុជាយើងគឺជាម្ចាស់ទឹកដីពិតប្រាកដអញ្ចឹងជាក្បួនទ័ពជាយុទ្ធសាស្ត្រទ័ពជាតាក់ទិកទ័ពអ្នកណាក៏គេដឹងដែរអ្នកដែលឡើងមកវាយគេគឺត្រូវចំណាយច្រើនជាពិសេសទ័ពថ្មើរជើងដែលសម្ដេចតេជោលោកតែងតែមានប្រសាសន៍ជារឿយហើយខ្ញុំក៏បានស្ដាប់មនិតពីក៏បានស្ដាប់នៅលោកថាវាមិនដែលក្បាលប៉ានដែរទេទូលេនឋានបាទហើយក៏អត់ទូលេនឋានមកដែរណាអញ្ចឹងមកគឺបាញ់ដឹងតែពីងាប់ហើយយើងឃើញស្មាតោយើងនិយាយពីងាប់វាងាប់ម៉ាក់ច្រើនអញ្ចឹងមែនគុណនឹង3គុណនឹង5នៃចំនួនជាក់ស្ដែងដែលរដ្ឋាភិបាលថៃប្រកាសបច្ចុប្បន្នបើតាមអ្វីដែលយើងមើលឃើញអ្វីដែលឃើញណែគាត់ដឹកមឈូសណាគាត់ដឹកមឈូសដឹកអីហ្នឹងគឺចំនួនច្រើនឃើញតែចំនួនច្រើនអញ្ចឹងទី1ស្មារតីទី2ជាតាក់ទិកនៃក្បួនទ័ពគឺអ្នកដែលត្រូវឡើងមកហ្នឹងគឺត្រូវតែចំណាយច្រើនហើយយុទ្ធសាស្ត្រការរៀបចំយុទ្ធសាស្ត្រទៀតយើងអត់ចង់វាយតម្លៃថាយ៉ាងដូចម្ដេចទេយើងបើយើងឧទាហរណ៍ថាសង្គ្រាមឥណ្ឌូចិនហេតុអីបានវៀតណាមនៅតែឈ្នះសហរដ្ឋអាមេរិកណាអញ្ចឹងអាហ្នឹងយើងអត់ចង់ប្រៀបធៀបវាមហាអំណាចនឹងកាលនោះប៉ុន្តែវាមិនប្រកាសថាមហាអំណាចនឹងធំជាងត្រូវតែឈ្នះប្រទេសតូចហ្នឹងទេមិនទេយើងមិននិយាយពីយុទ្ធសាស្ត្រនិយាយពីក្បួនទ័ពតាក់ទិកក្បួនទ័ពនិងយុទ្ធសាស្ត្រយើងចង់និយាយក្បួនទ័ពរបស់មេដឹកនាំប្រទេសនោះមេដឹកនាំយោធានៃប្រទេសនោះយើងប្រៀបធៀបមើលទៅបាទខ្ញុំនិយាយទៅថាយើងចេះតែថានៅខាងហ្នឹងយើងចេះតែអួតថ្នាក់នាំយើងមិនមែនទេដោយមនិតកិនភាបាននិយាយច្រើនហើយថាយើងទ្រាំឡើង6ខែនេះថាធ្វើឲ្យហេវឃើញអ្វីក៏ឆ្ងាញ់ដែរអញ្ចឹងគឺឲ្យតែមេឲ្យប្រយុទ្ធគឺត្រូវតែប្រយុទ្ធការពារយកឲ្យខាន់តែបានហ្នឹងទី1ទី2គឺយុទ្ធសាស្ត្ររបស់ថ្នាក់នាំយើងនៅក្នុងឆ្លងកាត់សមរភូមិរាប់រយសមរភូមិដែលធ្វើឲ្យថៃគាត់ផ្លាស់ប្ដូរជារឿយហើយគាត់មានបញ្ហានៅក្នុងនយោបាយផ្ទៃក្នុងគាត់បញ្ជាទៅវាអត់មានទេគឺវាច្បោកច្បល់មិនដឹងថាបញ្ជាអ្នកណាស្ដាប់អ្នកណាអីហោហែនេះជាចំណុចមួយដែលសំខាន់ហើយចំណុចសំខាន់មួយទៀតចំណុចសំខាន់ទី4គឺបញ្ហាថៃគាត់មើងងាយសមត្ថភាពកម្ពុជាខ្ញុំទៅផុសទៅដែរការដែលគាត់ប្រមាថសមត្ថភាពសត្រូវយើងដឹងហើយថាកាលណាយើងប្រមាថសមត្ថភាពសត្រូវហើយគឺមានបញ្ហាចំពោះខ្លួនឯងហើយនេះជារឿងសច្ចានុមត្តពីព្រោះកាលណាប្រមាថមានន័យថាយើងអត់ឲ្យតម្លៃគេយើងអត់យល់អំពីគេគឺអត់យល់មែនគាត់អត់យល់ថាកម្ពុជាដើរដល់ណាគាត់ស្មានថាកម្ពុជាសម័យលង្វែក30ឆ្នាំមុនសម័យសឹងស្មើលង្វែកឯណោះពីព្រោះដំបូងគាត់ប្រកាសថាគាត់បិទព្រែកច្បាស់អត់អីគាត់បិទការនាំចូលច្បាស់កម្ពុជាអត់អីស៊ីឥឡូវគាត់បិទប្រមាណហើយតាំងពីខែបិទខែ6ខែ7មកដល់ពេលនេះហើយទាំងប្រេងទាំងអ៊ីនធឺណិតទាំងអគ្គិសនីអីសួរថាកម្ពុជា stable អញ្ចឹងអ្វីដែលគាត់ប្រមាថយើងវាជាមេរៀនមួយដែលកម្ពុជាត្រូវតែរឹងមាំហើយនេះជាមេរៀនសម្រាប់អនាគតយកជាមេរៀនសម្រាប់អនាគតមិនអាចឲ្យប្រទេសក្បែរខាងប្រមាថដូចនេះទេអញ្ចឹងត្រូវតែរឹងមាំទាំងប្រកដោយបរិបទកិនភានិយាយមិញត្រូវតែឯកភាពជាតិឲ្យរឹងមាំហើយគ្រប់គ្រងផលិតផលរបស់ខ្មែរចាប់ផ្ដើមគ្រប់គ្រងទៅបន្តគ្រប់គ្រងទៅបន្តផលិតទៅហើយឲ្យមានសុចរិតភាពសម្រាប់ការផលិតហ្នឹងអញ្ចឹងនេះជាចំណុចមួយដែលយើងគិតថាយើងថាដែលតើកម្ពុជាយើងឈ្នះឬមិនឈ្នះយើងត្រូវតែការពារទឹកដីយើងឲ្យបានគ្មានប្រទេសទុនខ្សោយណាឃើញប្រទេសធំច្បាំងមកខ្ញុំអត់ច្បាំងឲ្យទឹកដីនៅឯងហ្មងអត់ដាច់ខាតត្រូវការពារឲ្យខាងតែបានទោះក្នុងតម្លៃណាក៏ត្រូវការពារតែប៉ុន្តែ
យើងបានរៀបរាប់ចំណុច4ដែលយើងអាចយល់បានដែលខ្ញុំរៀបរាប់បាញ់មិញហ្នឹងគឺមិនមែនត្រឹមតែការពារបថុយបឋានទេយើងមានក្បួនខ្នាតយើងមានយុទ្ធសាស្ត្រមានតាក់ទិកច្បាស់លាស់ហើយយើងបួងសួងឲ្យវត្ថុស័ក្តិសិទ្ធិរបស់យើងតាមថែរក្សាទាំងថ្នាក់ដឹកនាំទាំងកងទ័ពជួរមុខទាំងប្រជាពលរដ្ឋយើងទាំងអស់ឲ្យមានស្មារតីរឹងមាំទាំងកម្លាំងកាយទាំងស្មារតីរួបរวมគ្នាដើម្បីតទល់ជាមួយសត្រូវហើយយើងគិតថាថៃមិនងាយនឹងបញ្ចប់ទេបើទោះជាពេលនេះឧទាហរណ៍ថាសហរដ្ឋអាមេរិកមានគំនាបពន្ធបរិការឬក៏ប្រទេសណាមួយមកអន្តរាគមន៍ថៃទទួលយកសិនដូចខ្ញុំបានឧទាហរណ៍នៅឆ្នាំ62 2013ណាថៃទទួលយកសិនប៉ុន្តែហើយនៅកាឡាឡុងពួរថៃសញ្ញេសិនតែអនុវត្តយ៉ាងម៉េចចាំគិតទៀតអញ្ចឹងអាកន្លែងនេះជាមេរៀនថៃសញ្ញេពេលហ្នឹងសិនតែយើងដឹងហើយថាវានឹងវាយយើងវានឹងចូលមកទៀតអញ្ចឹងត្រូវចងចាំអ្នកដែលនិយមថៃព្រោះមានអ្នកនិយមថៃខ្លាំងអ្នកគ្រប់គ្រងថៃខ្លាំងខ្ញុំមិនថាអីទេប៉ុន្តែត្រូវពិចារណាហ្នឹងរឿងមួយរឿងទី2ទាំងរដ្ឋាភិបាលទាំងអាជ្ញាធរមានសមត្ថកិច្ចពង្រឹងខ្សែច្បាប់ផលិតកម្មខ្លួនឯងឲ្យបានឲ្យរឹងមាំបាទទី3បណ្ដោះសម្បញ្ញៈមនសិការជាតិខ្មែរឲ្យបាននៅក្នុងវិស័យអប់រំជាតិរបស់យើងចាប់តាំងពីបឋមរហូតប្រជុំអីមកដើម្បីគាត់ស្គាល់ខ្លួនឯងច្បាស់ឲ្យរឹងមាំពីព្រោះឥឡូវនេះសម្ដេចតេជោនឹងថ្នាក់នាំជំនាន់នេះធ្វើរឹងមាំតែបើយើងមិនបណ្ដោះស្មារតីរឹងមាំហ្នឹងទេជំនាន់ក្រោយយ៉ាងដូចម្ដេចហើយយើងខ្ញុំបញ្ជាក់ឡើងវិញថាថៃអត់ព្រមឈប់តែប៉ុណ្្នឹងទេថៃនៅចិញ្ចឹមចិត្តយកទៀតលើកនេះឈប់ក្នុងគណៈពេលមួយទេឧទាហរណ៍ថាមានអន្តរាគមណាមួយឈប់ក្នុងគណៈពេលណាមួយទេពីព្រោះប្រវត្តិសាស្ត្រជាង100ឆ្នាំ120ឆ្នាំហ្នឹងមើលទៅតាំងពីសម័យបារាំង1902 1904មកចាប់ដើមមានអនុសញ្ញាសន្ធិសញ្ញាមកយើងគិតមកទល់ពេលនេះ120ឆ្នាំគឺថៃនៅអញ្ចឹងរហូតបាទមានសន្ធិសញ្ញាអន្តរជាតិជាមួយគ្នាហើយតែម្ដងគ្រប់ម្ដងមិនគ្រប់ម្ដងគ្រប់ម្ដងមិនគ្រប់អញ្ចឹងនៅតែបែបហ្នឹងជានិច្ចពីព្រោះគេបរៀនកូនចៅគេថាយើងទៅប្លន់ទឹកដីគេទៅវិញនេះជាចំណែកមួយដែលយើងត្រូវពង្រឹងសមត្ថភាពដើម្បីទប់ទល់នឹងជាតិសាសន៍ក្បែរខាងដែលចាត់ទុកយើងជាសត្រូវជានិច្ចបាទអរគុណ បាទសូមអរគុណលោកបណ្ឌិតទាំងពីរដែល